Heti pathupa ti sakare he Buddhang Dhammang Sanghang Aphipuchaya mi ta pe ta ti nang Gunavantanañ cha mai hành cha ti khệ ra tăng atha ya he ta ya sakha ya ខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទាននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដែលមានគុណទាំងឡាយមានមាតាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអស់កាលជាអង្វែងទៅនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ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 រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយយុសនិសនោវរៈពោធិមូលេមេរੰសសេនំមហតੰវិជ័យយោសម្ពោធិមគ្គច្ឆេអនន្តញាណោលោកតមោតាំងបនិមាមិពុទ្ធាំងព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រង់គង់ចម្រើននៅព្រះអានាបសតិកម្មដ្ឋានលើរតនបល្ល័ង្កក្រោមម្លប់ពោធិព្រឹង្សដ៏ប្រសើរបានផ្ចាញ់នៅមារាធិរាជព្រមទាំងសេនាដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណមានប្រាជ្ញារកទីបំផុតគ្មានព្រះអង្គប្រសើរជាងសត្វលោកខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពយេចពុទ្ធាអតីតាចយេចពុទ្ធាអនាគតាបច្ចុប្បន្នាចយេពុទ្ធាអហង្វន្តាមិសាបទាព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាតែបានត្រាស់ជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាតែបានត្រាស់ជាព្រះសម្ពុទ្ធក្នុងភគប់នេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់ការទាំងពួង